នៅភូមិដាច់ស្រយាលមួយលើកោះជ្វាមានព្រៃបានយានធំមួយដែលមនុស្សក្នុងភូមិហៅថាព្រៃអ្នកមិនត្រឡប់ពួកអ្នកចាស់និយាយថានៅទីនោះស្នាក់នៅខ្មោចខន្ធលនិតនិងភោគងដែលស្លាប់ដោយការសាបសូន្យនិងការក្បត់យប់មួយក្រុមយុវជន4នាក់បានចូលព្រៃនោះដើម្បីថតវីដេអូ TikTok ពេលយប់ពួកគេមិនជឿរឿងខ្មោចទេហើយសើចចំអកពាក្យហាមរបស់អ្នកភូមិមងចិត្តអាក្រៀតខ្យល់ត្រជាក់បក់ខ្លាំងសំឡេងសើចស្ត្រីស្រាលឬពីលើដើមឈើហេកុំលេងសើចតើនឹកអីទេមុនពេលគេនិយាយចប់សំឡេងនោះប្រែក្លាយជាសំឡេងយំឈឺចាប់ភ្លើងទូរស័ព្ទចាប់ផ្ដើមរំខានកាមេរ៉ាចាប់បានរូបស្ត្រីសក់វែងសម្លៀកបំពាក់ពណ៌ឈរនៅក្រោយពួកគេប៉ុន្តែមើលដោយភ្នែកមនុស្សគ្មានអ្វីមួយផ្លែកបុរសម្នាក់បាត់ខ្លួននៅកន្លែងដែលគេឈរមានតែស្នាមជើងខ្សែជើងផុសខំលោតលើដីសើមព្រឹកថ្ងៃបន្ទាប់មានតែ2នាក់ត្រឡប់មកភូមិភ្នែកស្រអាប់សំឡេងស្ងៀមពួកគេនិយាយបានតែមួយព្រៃនោះមិនអោយអ្នកណាចាក់ចេញទាំងអស់ទេចាប់តាំងពីថ្ងៃនោះមករយប់អាធ្រាត្រអ្នកភូមិឮសំឡេងយុវជនសើចប៉ុន្តែគ្មានអ្នកណាហ៊ានទៅមើលទៀតឡើយ។